សូមជម្រាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូសំណួរចម្លើយសារធម៌ពលរដ្ឋវិទ្យាភាគទី12បាទអញ្ចឹងនេះគឺជាវីដេអូថ្មីដែលខ្ញុំចូលមកបកស្រាយពាក់ព័ន្ធជាមួយនឹងសំណួរថ្មីនៅក្នុងមេរៀនការបង្កើតថ្មីដដែលក៏ប៉ុន្តែមុននឹងខ្ញុំបន្តខ្ញុំសូមថយទៅក្រៅបន្តិចរំលឹកថាកាលពីវីដេអូមុនបាទអស់3វីដេអូដែរដែលខ្ញុំបានបញ្យល់បកស្រាយពាក់ព័ន្ធជាមួយនឹងដើមកំណើតនៃការបង្កើតថ្មីដែលខ្ញុំលើកឡើងពាក់ព័ន្ធជាមួយនឹងអន្ត្រីអារម្មណ៍រូបភាពរូបអារម្មណ៍ឬក៏មនោគតិបាទអញ្ចឹងសម្រាប់វីដេអូមួយនេះយើងនឹងទៅសិក្សាបន្តទៀតថាតើមានកត្តាអ្វីខ្លះដែលនាំឲ្យមានការបង្កើតថ្មីអញ្ចឹងសំណួរថ្មីរបស់យើងនៅថ្ងៃនេះគឺចូលបង្ហាញបាទចូលបង្ហាញកត្តាទាំងឡាយដែលនាំឲ្យមានការបង្កើតថ្មីអញ្ចឹងពាក់ព័ន្ធជាមួយនឹងកត្តាដែលនាំឲ្យមានការបង្កើតថ្មីហ្នឹងគឺវាមានច្រើនអញ្ចឹងខ្ញុំនឹងចាប់ដើមរៀបរាប់ចាប់ពីចំណុចទី1ទៅបាទអញ្ចឹងកត្តាដែលនាំឲ្យមានការបង្កើតថ្មីនោះវាអាចពាក់ព័ន្ធជាមួយនឹងកត្តាចៃដន្យដែរបាទព្រោះវាជាកត្តាដែលมันអាចទាយទុកឬដឹងជាមុនបានណាបាទអញ្ចឹងវាមានផលិតផលជាច្រើនដែរដែលកើតឡើងព្រោះតែកត្តាចៃដន្យនេះនៅក្នុងសៀវភៅសិក្សាគោលរបស់យើងគឺបានលើកតាក់ទងជាមួយនឹងដំណោលអាក់ស៊ីម៉ែតអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលអាចបានដឹងជ្រាបច្រើនពីលោកគ្រូអ្នកគ្រូដែលគាត់បានបញ្យល់អញ្ចឹងខ្ញុំអាចលើកឧទាហរណ៍ផ្សេងពីនឹងទៀតថាតើមានផលិតផលបង្កើតថ្មីណាខ្លះដែលវាកើតឡើងព្រោះតែកត្តាចៃដន្យនេះអញ្ចឹងអ្នកទាំងអស់គ្នាស្គាល់ភេសជ្ជៈ Coca-Cola មិនអញ្ចឹងហ្នឹងហើយខ្ញុំដឹងថាប្រកាសជាស្គាល់ពីព្រោះភេសជ្ជៈមួយនេះគឺជាភេសជ្ជៈមួយដែលពេញនិយមមែនទែនគេចូលចិត្តញ៉ាំច្រើនជាពិសេសជាមួយនឹងគ្រឿងបំពងគ្រឿងអីហ្នឹងបងប្អូនយុវវ័យចូលចិត្តហើយស្គាល់Coca-Cola ហ្នឹងក៏ជាផលិតផលបង្កើតថ្មីដែលកើតឡើងដោយចៃដន្យដែរដែលមែនទែនទៅចេតនាបង្កើតដំបូងឡើយហ្នឹងគឺតាមរយៈលោក Pemberton ណាបាទលោក Pemberton ហ្នឹងគឺគាត់ចាប់ផ្ដើមយកស្លឹកកូកាហ្នឹងបាទសំយោគឬក៏លាយជាមួយនឹងគ្រាប់កូកាហ្នឹងហើយដាក់ជាមួយនឹងទឹកទៅហើយគោលបំណងរបស់គាត់ហ្នឹងគឺដើម្បីព្យាបាលជំងឺខួរក្បាលឈឺក្បាលសុំទោសមែនខួរក្បាលឈឺក្បាលហើយអញ្ចឹងគាត់ក៏ប្រើវាសម្រាប់គោលបំណងបម្រើផ្នែកនោះទេតែមានពេលមួយហ្នឹងមានអ្នកដែលគាត់បានលាយគ្រឿងផ្សំហ្នឹងវាខុសគាត់បានដាក់ស្លឹកកូកាជាមួយនឹងគ្រាប់កូឡាហ្នឹងចូលទៅដែរតែគាត់ឃើញអាសូដាហ្នឹងវាពណ៌ដូចទឹកអញ្ចឹងទៅគាត់លាយទឹកសូដាចូលទៅអញ្ចឹងវាទៅជាបង្កើតរសជាតិផ្សេងមិនមែនជាភេសជ្ជៈឬក៏ជាទឹកដោយការរដងណាប៉ុន្តែវាបានទៅជារសជាតិថ្មីរហូតដល់គេទៅជាបង្កើតភេសជ្ជៈសម្រាប់ហូបលេងកម្សាន្តដូច Coca-Cola ហ្នឹងរាល់ថ្ងៃហ្នឹងបាទអញ្ចឹងអាហ្នឹងក៏ជាការកើតឡើងដោយចៃដន្យដែរហើយសូម្បីតែអានំយើងដាក់ការ៉េមហ្នឹងក៏អញ្ចឹងដែរតែខ្ញុំធ្លាប់ស្ដាប់ប្រវត្តិអានំដាក់ការ៉េមហ្នឹងដំបូងឡើយមនុស្សមិនទាន់នឹកឃើញថាយកនំហ្នឹងទៅទ្រាប់ដាក់ការ៉េមអានំស្រួយនំអីហ្នឹងដល់ពេលមានការតាំងពិព័រណ៍មួយហ្នឹងការ៉េមហ្នឹងវាលក់ទៅវាអស់សម្រាប់ដាក់ការ៉េមហ្នឹងអញ្ចឹងអ្នកដែលលក់នំហ្នឹងនៅគៀកហ្នឹងគាត់ក៏បានយកនំហ្នឹងយកទៅឲ្យអ្នកលក់ការ៉េមហ្នឹងដាក់ជំនួសនៅអាកែវឬក៏របស់ដាក់ការ៉េមហ្នឹងតែនៅពេលដែលដាក់វាទៅជាបង្កើតទៅជាបង្កើនរសជាតិការ៉េមហ្នឹងវាកាន់តែឆ្ងាញ់វាទៅជាផលិតផលបង្កើតថ្មីជានំចំណីថ្មីមួយប្រភេទទៀតប្រកបដោយភាពតាក់ទាញមែនតើបាទហើយមានច្រើនតាំងពីនំដូណាត់នំស្អីគេដលងបំពងស្ដើងស្រួយនោះអាហ្នឹងក៏គ្នាយើងដែលទស្សនាភាគច្រើនចូលចិត្តដែរអញ្ចឹងមានរបស់ជាច្រើនទៀតដែលកើតឡើងព្រោះតែកត្តាចៃដន្យនេះបាទចា៎ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងកត្តាចៃដន្យតទៅពេលចូលទៅកត្តាមួយទៀតវាមកពីកត្តាភាគនៃទេពកោសល្យណាបាទគឺមនុស្សយើងណាគឺមនុស្សខ្លះគឺមាននិស្ស័យពីកំណើតមកបាទយើងមើលអ្នកប្រាជ្ញល្បីនៅក្នុងពិភពលោកយើងដូចជាលោក Alexander Graham Bell គាត់ហ្នឹងគឺចង់បញ្ជូនសម្លេងតាមរយៈចម្ងាយឆ្ងាយហើយដោយសារតែគាត់មានទេពកោសល្យហ្នឹងគឺគាត់អាចបង្កើតឧបករណ៍ដើម្បីទំនាក់ទំនងគ្នារយៈចម្ងាយឆ្ងាយហ្នឹងរហូតឈានទៅបង្កើតទូរស័ព្ទដៃដែលយើងប្រើវិវត្តមករហូតដល់ឥឡូវហ្នឹងទៅបាទអញ្ចឹងអាហ្នឹងមួយទៅហើយរឿងការបង្កើតយន្តហោះនេះក៏អញ្ចឹងបាទមានអំពូលភ្លើងបាទ
លោក Thomas Edison ហ្នឹងក៏គាត់ជាអ្នកចូលរួមក្នុងការអភិវឌ្ឍវាដែរព្រោះអីគឺព្រោះតែទេពកោសល្យរបស់គាត់ហ្នឹងបាទហើយមានអ្នកប្រាជ្ញច្រើនទៀតបាទដែលគាត់បានបង្កើតជាមួយនឹងផលិតផលបង្កើតថ្មីនេះតាមរយៈទេពកោសល្យរបស់ពួកគាត់បាទហើយកត្តាមួយទៀតគឺពាក់ព័ន្ធជាមួយនឹងរបបកំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្ត្របាទអញ្ចឹងការប្រើប្រាស់ឧបករណ៍ទំនើបដើម្បីច្នៃប្រឌិតហ្នឹងឬក៏បង្កើតអ្វីមួយហ្នឹងគឺគេចាប់ផ្ដើមបង្កើតព្រោះតែរបបកំហើញចុងក្រោយហ្នឹងឯងឧទាហរណ៍ដូចនៅអតីតកាលរៀងបុរាណតិចចុះភ្លើងដែលគេរកឃើញណាវាក៏ជារបបកំហើញមួយដែរដែលខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូនិយមន័យរបបកំហើញនោះបាទអញ្ចឹងភ្លើងហ្នឹងនៅពេលដែលគេរកបានគឺចាប់ផ្ដើមបង្កើតនៅឧបករណ៍ឬក៏សម្ភារៈថ្មីឡើងដើម្បីបន្ទប់ភ្លើងនឹងអុចភ្លើងនឹងនៅលើហ្នឹងអញ្ចឹងយើងមើលសម័យបុរាណមានអីខ្លះគេបង្កើតជាទៀនគេបង្កើតជាចន្លោះបង្កើតជាគោមបង្កើតជាអីឃើញអត់ដោយសារតែមានភ្លើងហ្នឹងធ្វើឲ្យមនុស្សទៅបែកគំនិតបង្កើតនៅរបស់ថ្មីហ្នឹងព្រោះតែរបបកំហើញចុងក្រោយហ្នឹងហើយមកដល់ជំនាន់ក្រោយទៀតមនុស្សចាប់ផ្ដើមស្វែងរកឃើញនៅលោហៈធាតុដូចជាដែកដូចជាអីចឹងទៅឃើញរកឃើញដែកបង្កើតបាននៅជាម៉ាស៊ីននេះម៉ាស៊ីននោះឬក៏អាវុធផ្សេងបាទវាមុតជាងមុនដែលកាលពីមុនប្រើតែថ្មប្រើតែឈើណាបាទហើយយើងសម័យមើលបើសិនជាមនុស្សអត់រកឃើញលោហៈដូចជាដែកដូចជាអីហ្នឹងទេម៉ាស៊ីនក៏មិនដឹងយកធ្វើពីអីដែរព្រោះបើយើងយកឈើទៅធ្វើក៏វាពិបាកអញ្ចឹងអាហ្នឹងក៏វាពាក់ព័ន្ធជាមួយនឹងកត្តាព្រោះតែរបបកំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្ត្រដែរអាហ្នឹងមួយទៅហើយកត្តាមួយទៀតគឺវាពាក់ព័ន្ធជាមួយនឹងទំនោរផ្នែកជីវវិទ្យាជាការខិតខំបង្កើតថ្មីដើម្បីសម្របខ្លួននឹងមជ្ឈដ្ឋានដែលខ្លួនឯងរស់នៅបាទអញ្ចឹងនៅពេលដែលមនុស្សយើងរស់នៅតាមមជ្ឈដ្ឋានធម្មជាតិណាមួយដែលវាប្រឈមមុខហានិភ័យឬមានបញ្ហាអីយើងដឹងថាបញ្ញាមនុស្សតែព្យាយាមស្វែងរកអ្វីមួយដែលជាដំណោះស្រាយឲ្យខ្លួនឯងនឹងរស់នៅបានសុខស្រួលឥឡូវឧទាហរណ៍ដូចជាប្រទេសជប៉ុនជាប្រទេសមួយដែលឧស្សាហ៍មានគ្រោះមហន្តរាយរំជួយដីញឹកញាប់អញ្ចឹងជប៉ុនគឺត្រូវតែព្យាយាមបង្កើតនៅបច្ចេកវិទ្យាថ្មីបន្ថែមទៀតបំពាក់ទៅលើអគារនីមួយហ្នឹងបាទគេហៅថាបច្ចេកវិទ្យាទប់លំនឹងអគារនៅពេលដែលរំជួយដីវាកើតឡើងអញ្ចឹងវានឹងជួយកាត់បន្ថយនៅការដួលរលំអគារនៅជប៉ុនហ្នឹងបាទវាខុសពីអគារនៅប្រទេសផ្សេងដូចជាប្រទេសយើងឬក៏ប្រទេសណាមួយក៏ដោយដែលអត់សូវមានគ្រោះរំជួយដីគឺយកអត់មានបច្ចេកវិទ្យាថ្មីមួយហ្នឹងឯងបើសិនជាមានរំជួយដីអីមកគឺដឹងអារម្មណ៍ក្រែងហ្មងតែសម្រាប់ជប៉ុនក្នុងកម្រិតរំជួយដីណាមួយដែលវាអាចគ្រប់គ្រងបានវាអាចនៅជាប់បានព្រោះតែបច្ចេកវិទ្យាថ្មីមួយហ្នឹងបាទអញ្ចឹងអាហ្នឹងគឺជាចំណុចមួយពាក់ព័ន្ធជាមួយនឹងទំនោរផ្នែកជីវវិទ្យាព្រោះតែមជ្ឈដ្ឋានធម្មជាតិដែលគេរស់នៅហ្នឹងវាមានហានិភ័យឬក៏តំបន់ត្រជាក់យើងឃើញតំបន់ត្រជាក់គេត្រូវការបង្កើតអីគេបាទគឺផលិតផលដូចជាម៉ាស៊ីនកម្ដៅទៅពេលអ្នកនៅក្ដៅគេបង្កើតម៉ាស៊ីនត្រជាក់បាទបើនៅកន្លែងទឹកកកកង់រថយន្តគេហ្នឹងគឺគេអត់ប្រើកង់រថយន្តដូចយើងទេគឺគេផលិតកង់ណាដែលវាអាចប្រើប្រាស់លើទឹកកកបានបើអ្នកនៅក្នុងព្រៃគឺគេប្រើសម្បកកង់ណាដែលបែបអាចទប់ជាមួយនឹងផ្លូវរលាក់ឬក៏ផ្លូវកហិកហុកនឹងបានផ្លូវរលោងគេប្រើរបៀបម៉េចអូបាទនិយាយរួមអាហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងមជ្ឈដ្ឋានជុំវិញរបស់គេរស់នៅហ្នឹងបាទអាហ្នឹងមួយទៅទំនោរផ្នែកជីវវិទ្យាចូលមកដល់ទំនោរមួយទៀតគេហៅសំទោសចូលមកដល់កត្តាមួយទៀតគឺតម្រូវការចាំបាច់របស់សមូហភាពបាទអញ្ចឹងចំណុចនេះមានន័យថាម៉េចវាជាសេចក្តីត្រូវការរបស់មនុស្សភាគច្រើនដែលជាកម្លាំងជំរុញឲ្យអ្នកបង្កើតថ្មីត្រូវតែខិតខំប្រឹងប្រែងបង្កើតបន្តទៀតបាទអញ្ចឹងអានេះគឺយើងអាចលើកឧទាហរណ៍ច្រើនយើងមើលដូចជាសម្លៀកបំពាក់យើងឃើញហើយអាហ្នឹងវាជាតម្រូវការចាំបាច់របស់មនុស្សវាទាំងតម្រូវការផងទាំងចំណង់របស់មនុស្សផង lifestyle មនុស្សណាគាត់ដូចថាអូគេចាប់ផ្ដើមពេញនិយមអីមួយចឹងទៅតម្រូវការពួកគាត់ជាចង់បានចង់បានចុះមនុស្សត្រូវព្យាយាមច្នៃប្រឌិតបង្កើតថ្មីឡើងដើម្បីដាក់លក់នៅលើទីផ្សារសូម្បីតែនំចំណីអាហារផ្សេងយើងឃើញនឹងច្រើនប្រភេទច្រើនមុខច្រើនម៉ាក់ណាបើយើងចូលទៅក្នុងម៉ាតផ្សារទំនើបអីហ្នឹងឃើញមិនដឹងស្អីស្អុកទេបាទរបស់លេងក៏ដោយហើយមួយទៀតដូចជាវ៉ាក់សាំងការពារជំងឺផ្សេងនៅពេលដែលជំងឺវាកើតឡើងក្នុងសង្គមគឺសមត្ថភាពគេហៅថាមនុស្ស
នៅក្នុងសង្គមនោះគឺគេព្យាយាមលើកទឹកចិត្តឲ្យអ្នកប្រាជ្ញឬក៏អ្នកដែលផលិតថ្នាំឬក៏ឱសថហ្នឹងគឺត្រូវព្យាយាមបង្កើតវាដើម្បីទប់ស្កាត់បាទកាត់បន្ថយនៅហានិភ័យអ្នកដែលឆ្លងជំងឺទាំងអស់ហ្នឹងដូចជា COVID ដូចអីចឹងណាបាទដូចម៉ាស់ដូចអីហ្នឹងឃើញអាហ្នឹងគឺសម្រាប់ព្យាយាមបង្កើតដើម្បីអឺតម្រូវការចាំបាច់របស់សមូហភាពតម្រូវការរបស់មនុស្សនៅក្នុងសង្គមបាទអញ្ចឹងកត្តាដែលខ្ញុំលើកឡើងគឺមានតែប៉ុណ្្នឹងឯងហើយបើសិនជាអ្នកទស្សនាអាចទៅស្រាវជ្រាវរកឃើញកត្តាណាផ្សេងទៀតអាចព្យាយាមស្វែងរកបន្ថែមបានហើយមានតែប៉ុណ្្នឹងទេបាទហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងខ្លីអត់វែងដូចវីដេអូមុនទេហើយអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់បើសិនជាមានចំណុចណាលើសលួសខ្វះខាតសូមអ្នកទស្សនាទាំងអស់មេត្តាអធ្យាស្រ័យអភ័យទោសដល់ខ្ញុំបាទផងខ្ញុំបាទវិបុលសូមអរគុណនិងសូមជម្រាបលា